សូមគោរពជំរាបសួរអស់លោកស្រីអ្នកនាងកញ្ញាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនិយមចូលចិត្តស្ដាប់កំសាន្តនៅរឿងព្រេងនិទានខ្មែរដែលដំណាលតគ្នាពីមាត់មួយទៅមាត់មួយដើម្បីកុំឲ្យលោកអ្នករងចាំយូរសូមលើកយករឿងព្រេងនិទានមួយមកអានជូនលោកអ្នកស្ដាប់កំសាន្តដូចតទៅសូមជូនរឿងកូន4នាក់មិនបំរើឪពុកក្នុងការកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរមានធនធានក្រាន់បើគាត់មានកូនប្រុស4នាក់មានអាយុគ្រប់ការទាំងអស់ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅគាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេនៅជាមួយនឹងកូនប្រុសអស់1ឆ្នាំមានការលំបាកដោយខ្វះស្ត្រីមេផ្ទះជាអ្នកចម្អិនអាហារនិងជួយមើលថែទាំរបស់ទ្រព្យកំពេចកំពុកក្នុងផ្ទះគាត់ក៏រៀបការឲ្យកូនច្បងហើយយកកូនប្រសាមកនៅជាមួយចែកទ្រព្យអស់មួយចំណែកឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅលុះរំលង1ឆ្នាំក្រោយមកទៀតគាត់រកប្រពន្ធឲ្យកូនទី2ចែកទ្រព្យមួយចំណែកឲ្យដូចគ្នាតមកគាត់រៀបការកូនទី3ចែកទ្រព្យមួយចំណែកឲ្យទៀតលុះដល់ឆ្នាំជាគម្រប់4ក៏រៀបការឲ្យកូនទី4ចែកទ្រព្យមួយចំណែកទៀតដែរនៅសល់តែផ្ទះមួយខ្នងពុំបានចែកគាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យរបស់អស់រលីងពីខ្លួនដូច្នេះមកពីគិតថាឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ីចិញ្ចឹមវិញរហូតដល់ស្លាប់ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះការដែលគាត់នៅជាមួយកូនប្រុស4នាក់កូនទាំងនោះស្រឡាញ់បងប្អូនណាស់ពុំដែលបែកចិត្តគំនិតពីឪពុកនិងបងប្អូនឡើយលុះបានប្រពន្ធមករៀងខ្លួនហើយក៏បែកចិត្តគំនិតផ្សេងពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុកចេះតែស្គៀបរមាស់បន្តិចទាស់នេះបន្តិចទាស់នោះក៏នាំគ្នាចោះចេញពីផ្ទះកំណើតទៅរកសាំងផ្ទះនៅទីតីពីគ្នាទាំងអស់ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថាការកូនទាំង4នាក់ទើបនឹងចោះចេញពីផ្ទះឪពុកទៅថ្មីនៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ថ្ងៃលុះមានកូនខ្ចីគ្រប់គ្នាជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅនឹងអាចមានកូនខ្ចីផងក៏បង្អង់ជូនបាយជូនទឹកឪពុកក្មេកដោយមេខ្លះគិតថាប្រហែលប្អូនគេឲ្យហើយមេខ្លះគិតថាបងឯណោះគេឲ្យហើយកូនប្រសានាំគ្នាគិតដូច្នេះតែរៀងខ្លួនយូរថ្ងៃទៅតានោះអត់បាយមួយពេលពីរពេលក៏មានវេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្ដីបន្ទោសប្រពន្ធនាងភរិយាខ្លះដោះសារថាកូនឈឺខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេចតែមេប្រពន្ធវាដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់ចំណែកតាពោះម៉ាយអត់បាយគ្មានសម្ពុតសម្លៀកបំពាក់ដល់ថ្នាក់ដើរសំទានគេបរិភោគរងទុក្ខវេទនាពន់ពេកនិងលក់ផ្ទះចាស់ពុំបានថ្លៃប៉ុន្មានផងហើយគ្មានជំរកនៅផងកាលនោះមានបុរសម្នាក់នៅកំឡោះមានចិត្តសប្បុរសនិងជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើនតែនៅភូមិចិត្តគ្នាដើរមកឃើញតាវេទនាដូច្នេះមានចិត្តអាណិតពេកក្រៃក៏សាកសួរថាលោកតាខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានក្រាន់បើឪពុកម្ដាយក៏ធ្លាប់ទីពឹងលោកតាខ្លះដែរមិនក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះក្រែងលោកតាមានកូនប្រុសដល់ទៅ4នាក់ដែរម្ដេចក៏កូននោះវាមើលដំណាំមិនថែទាំលោកតាសោះក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរម្ដេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគប្រើប្រាស់តាចាស់ប្រាប់ទៅវិញថាអោណលោកចៅអើយលាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែនប៉ុន្តែតាអាណិតស្រឡាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅគិតថាវាចិញ្ចឹមតាវិញឥឡូវនេះវាមានប្រពន្ធហើយថែមទាំងមានកូនទៀតវាឃើញឯងអស់ទ្រព្យរលីងពីខ្លួនវាឥតនឹកគ្នារកតាសោះវាតាមតែប្រពន្ធវាទាញទៅចូលរុនក្តាមក៏វាចូលដែរខ្លួនតាសប្ថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ងវេទនាជាទីបំផុត
ដេកសម្រក់ទឹកភ្នែកជោគខ្នើយអស់ទៅហើយបាយព្រឹកជាបាយល្ងាចជួនកាលអត់មួយពេលក៏មានដែរនឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយដោយលោកចាយឃើញស្រាប់តាដេកចាំតែដល់ថ្ងៃស្លាប់ទេចាយកំឡោះលន់មកថាយីអាកូនតាមានចិត្តអាក្រក់ដល់ម្លឹងណោះបើអញ្ចឹងលោកតាកំភៃមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើមវិញលោកតាធ្វើតាមឲ្យលោកតារកពីងមានមាត់តូចល្មមមួយជុះអាចនឹងនោមឲ្យពេញហើយរកកំណាត់សម្ពុតរំពាត់មាត់ឲ្យចិត្តជីកកប់ក្នុងដីចិត្តជាងសសរទ្រូងផ្ទះហើយបើមានអ្នកណាដើរមកឲ្យលោកតានិយាយប្រាប់គេថាខ្ញុំនៅសល់កំណប់ប្រាក់មាសមួយពីងកប់ទុកពុំទាន់ចែកឲ្យកូនណានៅឡើយចាំមើលកូនណាមានចិត្តបានដឹងគុណបើខ្ញុំជិតស្លាប់ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះលោកតានិយាយប្រាប់មនុស្សដែលជួបពុំខានក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះកុំឲ្យលោកតាដើរសំទានគេទៀតចាំខ្ញុំយកបាយទឹកមកជូនពិសាកំព្រួយតាចាស់ក៏តាំងចិត្តធ្វើតាមចាយចិត្តសប្បុរសទាំងអស់លុះបានប្រហែល5ថ្ងៃសម្ដីតានោះបានដឹងដល់កូនប្រុសនិងកូនប្រសាទាំង8នាក់វាមានចិត្តលុបលន់ចង់បានកំណត់តែរៀងខ្លួនក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខនងខោអាវក្រមាមកផ្គប់គុណជូនតាឪពុករៀងរាល់ថ្ងៃពុំមានខ្វះថ្ងៃណាមួយឡើយតាចាស់បានសះជាពីរោគមានសាច់ឈាមស្រស់បោះមានកម្លាំងពលំសុខកាយសบายចិត្តតាំងពីថ្ងៃនោះរហូតដល់អស់អាយុលុះតាស្លាប់ហើយកូនក៏នាំគ្នាធ្វើបុណ្យអធិកធមតាមទំនៀមទម្លាប់រួចស្រេចកូនទាំង4នាក់និងកូនប្រសាគិតនាំគ្នាគោះពីងកំណប់ចែកគ្នាប៉ុន្តែក្រែងចែកមិនស្មើភាគនាំឆ្លោះប្រកែកគ្នាក៏ទៅរកគ្រូមកឲ្យជួយចែកលោកគ្រូនោះទទួលព្រមប៉ុន្តែគាត់លើថាកំណប់មាសប្រាក់ច្រើនដល់ទៅមួយពីងគាត់ចង់បានមួយចំណែកដែរហើយគាត់គិតក្នុងចិត្តថាគាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផងគាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំជូតក្បាលធំទៅមើងធ្វើឲ្យខូងកណ្ដាលដោយដែលទូលជើងឆ្នាំងផ្ងាក៏តាំងអង្គុយពេនភ្នែនលើដីរៀបរលីងថ្មិចភ្នែកសង្រួមស្មឹងស្មាតឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង4នាក់ឲ្យទៅគោះយកពីងកំណប់មកប៉ុន្តែគាត់ហាមថាកុំអាស្រាយមាត់ពីងក្រែងខុសត្រណមចាំគាត់មកគប់សិនលុះយកពីងមកដល់ហើយគាត់ឲ្យកូនទាំង4នាក់ឈរគ្រប់ទិសទាំង4ថ្មិចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពីងត្រស្ទួយបិទទូលលើក្បាលហើយសំស្រាយចំណងមាត់ពីងនាំគ្នាផ្អៀងមាត់ពីងស្រោចកំណប់មកលើក្បាលគាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានត្រូវបានទៅអ្នកឈរកំណានទិសនោះបើកំណប់ណានៅសល់ទៅលើឈ្នួតក្បាលគាត់ត្រូវបានជាងរង្វាន់លោកគ្រូទាំងអស់កូនទាំង4នាក់ក៏ចាប់ផ្ដើមធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យលៀងភរិយាទាំង4នាក់ឈរកាន់កញ្ជើរៀងខ្លួនចាំកើបលុះពេលដែលចែកកំណប់នោះមានអ្នកស្រុកចិត្តខាងទៅចាំមើលផងដែរនិមិត្តតែគេលើកពីងបិទទូរួចស្រាយមាត់ផ្អៀងចាក់ឈូមកទឹកម៉ាំត្រាំលាមកច្រើនខួបហូរស្រោចលើក្បាលលោកគ្រូពេញកំពុងហើយខ្ចាត់បាច់សាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡោសពីសពេញមុខមាត់និងសម្ពុតអាវរហូតដល់នាងប្រពន្ធទាំង4នាក់ទៀតលោកគ្រូបានចំណាយច្រើនជាងគេធំក្លិនខ្មោះថាមិនត្រូវគេឃើញលោកគ្រូស្រមើបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះកក្រោះខ្មាស់អស់ពួកបរិស័ទដែលឈរចាំមើលពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងខ្លួនទើបលោកគ្រូស្រែកជេរកែសំនួនតោកូនទាំង4នាក់និងកូនប្រសាថាខ្មោចមិដែងអាដែងទាំងអស់គ្នាមេអស់នេះធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅបានជាកំណប់មាសប្រាក់អន្តរាយคล้ายទៅជាអាចនោមប្រឡាក់ខ្លួនអញអស់ដូច្នេះយីខ្មោចអាផេះមិផេះអស់នេះខូចមែន
លោកគ្រូនិងកូនសិស្សនាំគ្នារត់រហ័សលោតទម្លាក់ខ្លួនទៅក្នុងទន្លេប្រងខំត្រាំទឹកលាងបាបអស់1 ម៉ោងម្នាក់រួចនាំគ្នាឡើងទៅលើផ្ទះរៀងខ្លួនបានសេចក្តីក្តៅក្រហាយស្ដាយក្រោយខ្មាស់គេតកូនតចៅ